រដូវនេះជារដូវកាលបន្លែអញ្ចឹងផ្ទះខ្ញុំហូបតែបន្លែធម្មជាតិដែលឪក្មេងខ្ញុំដាំទេអ៊ំពូមីឆ្ងាញ់មែនតើថ្ងៃនេះខ្ញុំបានឆាផ្អកត្រីប្រាហើយជាមួយនឹងលក់បេះក្បែរផ្ទះហ្នឹងអូយជាតិមែនតើហ្មងហើយម្ហូបនេះធ្វើឲ្យហូបតែម្នាក់ឯងទេដោយសារតែប្តីខ្ញុំក៏អត់ហូបហ៎អញ្ចឹងខ្ញុំបានទៅបេះតកួនត្រូវទឹកប្រហែលថ្ងៃហ្នឹងហើយអានេះវាដូចថាវាអ៊ំពូមីចាខ្ចីល្អកហ្មងនេះជាការអូក្មេងខ្ញុំនិយាយទៅធំល្មមគួសមដែរបន្លែវិញមានជិត100មុខហើយមិនដឹងថាស្អីទេអូក្មេងខ្ញុំក៏ដាំទាំងខ្ទឹមទាំងអីទុកលក់ទៀតហើយមេទំភ្លៀងហើយអញ្ចឹងនិយាយពីថាអូយលាស់ឡើងខ្ចីល្អកហ្មងបន្លែបងប្អូនដែលចូលចិត្តមើលវីដេអូបន្លែចកាបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីដល់ខែនេះខ្ញុំថតតែពីចកាពីបន្លែអូក្មេងខ្ញុំគាត់ដាំបានទេបងប្អូនណាខ្លះដែលចូលចិត្តដូចខ្ញុំជាមួយនឹងត្រួយដលងស្វីនិយាយទៅអូយស្ងោស្លម្ជូរអីហ្នឹងខ្ញុំចូលចិត្តមែនតើពីក្មេងមកនិយាយទៅស្លម្ជូរខួក្តាមអីហ្នឹងត្រូវគ្នាត្រួយដលងហ្នឹងហើយខ្ញុំបេះបានមកកញ្ឆេងធំហើយហ្នឹងខ្ញុំបេះតែមួយមុខបន្តិចឯងមួយមុខដូចថាมันនិយាយទៅបន្តិចហូបតែម្នាក់ឯងទេទ្រាំនេះបេះយកតែអាណាខ្ចីទេហើយតូចអញ្ចឹងបានជ្រក់ទៅឆ្ងាញ់មកដល់ផ្ទះហ្នឹងខ្ញុំក៏ចាប់ផ្ដើមឆាជាមួយត្រីប្រាថ្ងៃនេះខ្ញុំឆាដាក់ស្ករក្រហមហើយដាក់អំលីងខ្ទឹមឲ្យវាឈ្ងុយហើយបានយើងចាក់ត្រីចូលនិយាយទៅបងប្អូនខ្ញុំអត់សូវបានថតពេលកាត់ត្រីលាងបន្លែលាងអីដោយសារតែខ្ញុំដូចថាកូនគាត់ភ្ញាក់ពីគេងមកដូចថាយំមកអញ្ចឹងទៅធ្វើកាត់អញ្ចឹងទៅហើយឆាហ្នឹងខ្ញុំដាក់តែប៊ីចេងហើយស្ករខ្ញុំឡោចហើយអញ្ចឹងដាក់តែប៉ុណ្្នឹងទៅហើយខ្ញុំថែមទឹកតិចដែរឲ្យវាឆ្អិនសាច់ត្រីត្រីនេះខ្ញុំធ្វើប្រហែលជា2វិខាំដែរនិយាយទៅរៀងច្រើនដែរខ្ញុំហូបបាន2ពេលម្នាក់ឯងមើលទៅត្រីឆ្អិនហើយខ្ញុំដាក់ខ្ទឹមក្រហមចូលបងប្អូនចាអូយលងឈ្ងុយពេញផ្ទះអត់មានធំក្លិនស្អុយទេតែប្តីខ្ញុំគាត់អត់ហូបយើងឈ្ងុយតែគាត់វិញគាត់ថាគាត់ស្អុយចុងក្រោយខ្ញុំថែមជាមួយស្លឹកខ្ទឹមឆាផ្អកត្រីប្រៃអញ្ចឹងបងប្អូនអើយទាល់តែដាក់ស្លឹកខ្ទឹមអញ្ចឹងมันវាត្រូវជាតិគ្នាឆ្ងាញ់មែនតែនហ្មងខែនេះសេវលុយបានច្រើនមែនតែនខ្ញុំនិយាយទៅធ្វើម្ហូបខ្ញុំអត់ចំណាយលុយទេក្នុងទូរបស់ខ្ញុំទៅសារខ្ញុំអត់ដែលទិញបន្លែទេខ្ញុំទិញតែសាច់ទិញតែអីពងទាអីហ្នឹងឯងបើក្រៅពីហ្នឹងខ្ញុំតែទិញទេដូចបន្លែអីនេះអញ្ចឹងគឺថាបេះនៅផ្ទះទេបងប្អូនអើយឆ្ងាញ់មែនតែនហើយលក់ហ្នឹងអ្វីដែលឆ្ងាញ់ជាងគេបងអស់ហ្នឹងគឺថាត្រួយម្រះក៏ឆ្ងាញ់ដែរខ្ញុំបានជ្រុះត្រួយម្រះដែរហើយជាមួយនឹងតងលងស្វានិយាយទៅឆ្ងាញ់គ្រប់មុខហ្មងអ៊ំពូមីនិយាយថាបន្លែមកកូនកញ្ឆេងហ្នឹងខ្ញុំហូបតែម្នាក់ឯងទេហើយខ្ញុំហូបឡើងអស់ហ្មងអត់មានសល់ទេសល់តែផ្អកបន្តិចទុកបាយកកពេលព្រឹកនៅប្រទេសជប៉ុននេះអត់មានកាទៀវមានអីព្រលឹមឡើងទេមានតែបាយផ្ទះហ្នឹងឯងមុនចេញតាណាពួកខ្ញុំតែងតែហូបបាយនៅផ្ទះហើយពួកចូលម៉ាតចូលស្វេនអីវាដូចតែគ្នាហ្នឹងដូចតែបាយនិយាយទៅនំអីតិចតួចអីដូចតែគ្នាអញ្ចឹងពួកខ្ញុំតែងតែហូបបាយពីផ្ទះទៅអញ្ចឹងណាហូបនំប៉័ងហូបអីចឹងទៅរកកាទៀវអីអត់បានទេតែបើខ្ញុំសល់ផ្អកជីមុននឹងចេញទៅក្រៅអីហូបតាបន្តិចទៅគឺថាឆ្អែតល្មមហើយនេះត្រួយដលងជ្វាបងប្អូនអើយលងផ្អែមហ្មងហើយវាទៅលាស់ខ្ចីហ៎